ទីមួយនេះប្រិមិត្តនៅក្នុងប្រទេសកម្ពុជាបានដឹងច្រើនហើយណាបើគឺដំបូងឡើយមានការប្រកាសរបស់លោកប្រាក់សុខុនលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាថានឹងមានដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកគឺនឹងធ្វើដំណើរទៅនិយាយពាក់ព័ន្ធជាមួយនឹងបញ្ហាបទច្បាញ់គ្នាការអនុវត្តបទច្បាញ់គ្នារវាងកម្ពុជាហើយនិងថៃអញ្ចឹងនៅពេលមុននឹងចាប់ផ្ដើមដំណើរហ្នឹងគឺលោកឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ាហើយនិងប៉ាស៊ីហ្វិកគឺលោក Michael George de Sombre បាទហៅថា Mike de Sombre គាត់បានធ្វើសន្និសីទសារព័ត៌មានមុនហើយបានបញ្ជាក់ថាសហរដ្ឋអាមេរិកគឺនឹងផ្ដល់ថវិកាចំនួន$45 លានបាទ$45 លានសម្រាប់ការអនុវត្តបទច្បាញ់គ្នានឹងធ្វើឲ្យមានស្ថិរភាពនៅតំបន់ព្រំដែនដែលក្នុងនោះគឺមានការបោសសម្អាតជាតិផ្ទុះហើយនឹងក៏ដូចជាប្រយុទ្ធប្រឆាំងនឹងអកតកម្មឆ្លងដែនជាដើមបាទនេះគឺជាការសន្យាមួយគឺក្រោយពីខាងប្រទេសចិនគាត់បានអញ្ជើញរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាហើយនិងរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃទៅប្រជុំនៅប្រទេសចិនដើម្បីសម្របសម្រួលដោយចិនដើរតួនាទីថាជាអ្នកដែលសម្របសម្រួលដែលកណ្ដាលដែលអព្យាក្រឹតដើម្បីឲ្យមានបទច្បាញ់គ្នាហ្នឹងបាទហើយនៅក្នុងពេលដែលប្រកាសហ្នឹងគឺលោកឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកហ្នឹងបើមានអ្នកសួរថាជាឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសហ្នឹងគឺឋានៈស្មើយ៉ាងម៉េចឋានៈមើលទៅបើនៅក្នុងស្រុកខ្មែរស្មើនឹងរដ្ឋលេខាធិការបាទរដ្ឋលេខាធិការក្រសួងការបរទេសបាទរដ្ឋលេខាធិការក្រសួងការបរទេសទទួលបន្ទុកតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកណាកិច្ចការនឹងបាច់ចាំបានន័យថាសម្រាប់តំបន់ហ្នឹងគាត់ធំហើយមកលោកដឺសំនឹងមកមុខម៉ៃដឺសំនឹងចឹងគាត់បាននិយាយនៅក្នុងបទសន្និសីទសារព័ត៌មានតាមអនឡាញជាមួយនឹងអ្នកសារព័ត៌មាននៅទីក្រុងបាងកកហ្នឹងគឺថាក្នុងទឹកប្រាក់ចំនួន$45 លាន$45 លានហ្នឹងគឺមាន15 លានសម្រាប់ធ្វើឲ្យបានមានស្ថិរភាពនឹងនៅតាមបណ្ដោយព្រំដែនហើយ10 លានសម្រាប់ការដោះមីនហើយនឹងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះហើយនឹង20 លានសម្រាប់ការកំណត់ព្រួយផ្ដើមសម្រាប់ប្រទេសទាំងពីរនៅក្នុងការកម្ចាត់នៅមជ្ឈមណ្ឌលឆបោកតាមអនឡាញហើយនឹងថ្នាំញៀនផងដែរបាទអញ្ចឹងបើតាមលោកឧបការីរដ្ឋមន្ត្រីបាទលោកបានបញ្ជាក់ថាលោកប្រធានាធិបតី Donald Trump លោកបានជាប់ចិត្តអំពីទៅលើសារៈសំខាន់យ៉ាងខ្លាំងនៃតំបន់ហ្នឹងអញ្ចឹងហើយគឺលោកប្រធានាធិបតីលោកចង់ឲ្យមានសន្តិភាពនៅក្នុងតំបន់ហ្នឹងអញ្ចឹងបានជាលោកផ្ដោតទៅលើបញ្ហានេះហើយក៏ដូចជាប្រទេសដទៃទៀតដែរគឺលោកប្រធានាធិបតីចង់ឲ្យមានសន្តិភាពនេះបើតាមការបញ្ជាក់របស់លោកឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកហើយលោកបានបន្ថែមទៀតថាដោយសារតែមានកិច្ចព្រមព្រៀងតាំងពីខែតុលាកន្លងមកដែលលោកប្រធានាធិបតី Donald Trump បានចូលរួមជាសាក្សីហើយបានឈានមកឆ្លោះគ្នាមួយសារទៀតរហូតដល់មានការព្រមព្រៀងបទច្បាញ់ជាលើកទី2នេះគឺលោកបានបញ្ជាក់ថាការពិតដែលថានៅមានការប្រយុទ្ធគ្នាកើតឡើងបែបនេះជាថ្មីអញ្ចឹងគឺជារឿងសំខាន់ណាស់ដែលបាទវាត្រូវតែមានដំណើរការមួយឲ្យបានសម្រេចបាននៅការជួបបាញ់គ្នាជាទីបំផុតមិនឲ្យមានកើតឡើងតទៅទៀតទេបាទហើយគឺលោកឧបការីបានទៅប្រទេសថៃកាលពីថ្ងៃសុក្រហើយនៅថ្ងៃសៅរ៍នេះបាទនៅថ្ងៃសៅរ៍នេះគឺលោកអញ្ជើញមកប្រទេសកម្ពុជាដើម្បីជួបជាមួយនឹងមន្ត្រីនៅក្នុងប្រទេសកម្ពុជាបាទជួបជាមួយនឹងថ្នាក់ដឹកនាំរបស់កម្ពុជាដើម្បីបញ្ជាក់អំពីជំហររបស់សហរដ្ឋអាមេរិកនៅក្នុងការចូលរួមយ៉ាងណាធ្វើឲ្យមានសន្តិភាពរវាងប្រទេសទាំងពីរកុំឲ្យមានប្រយុទ្ធគ្នាតទៅទៀតបាទហើយសម្រាប់ប្រិមិត្តមួយចំនួនគឺខ្ញុំជូនជាសារបានជាថាដំណើរដើមរឿងផងប្រវត្តិផងគឺលោកដឺសំរនគឺគាត់មានជាអតីតបាទលោកជាអតីតឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសថៃអញ្ចឹងលោកបានដឹងអំពីអ្វីដែលកើតឡើងនៅក្នុងប្រទេសថៃនឹងច្បាស់ណាហើយលោកក៏មានប្រកាសណាស់ពេលធ្វើការនៅទីនោះគឺប្រកាសជាមានទំនាក់ទំនងជាមួយនឹងមន្ត្រីនៅទីនោះគាត់ស្គាល់គាត់អីច្រើនបាទអញ្ចឹងលោកបាន
ផ្ដោតសំខាន់ទៅលើការខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកហើយបាននិយាយថាទូនីតិរបស់ចិននៅក្នុងការដោះស្រាយចំនួននោះគឺជាមិនជាធំដុំមិនសំខាន់អ្វីទេប៉ុន្តែលោកបានផ្ដល់សារៈសំខាន់ទៅលើទូនីតិរបស់អាស៊ានបាទរបស់អាស៊ានវិញដែលថាដើរតួនាទីសំខាន់ក៏ប៉ុន្តែកម្ពុជាក្នុងពេលកន្លងមកយើងដឹងហើយគឺកម្ពុជាក៏ផ្ដល់តម្លៃជាពិសេសតាមរយៈលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាក៏បានផ្ដល់តម្លៃនិងទទួលស្គាល់តួនាទីដ៏សំខាន់និងមិនអាចខ្វះបានផងដែរពីខាងប្រទេសចិនដែលដើរតួជានាទីជាអ្នកជិតខាងក្នុងការសម្របសម្រួលបាទមិនចង់ឲ្យមានចំនួនរវាងប្រទេសទាំងពីរនោះទេបាទអញ្ចឹងគឺជារឿងមួយដែលខាងសហរដ្ឋអាមេរិកបានខិតខំប្រឹងប្រែងក្រោយពីខាងប្រទេសចិនក៏បានប្រឹងប្រែងផងដែរបាទគឺលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាក៏បានបញ្ជាក់ថាគឺបញ្ហាចំនួននៅតាមព្រំដែននោះគឺក៏វានៅមានសារៈសំខាន់ដែរណាបាទនៅមានសារៈសំខាន់ដែរត្រូវដោះស្រាយឲ្យបាននៅសន្តិភាពរវាងប្រទេសទាំងពីរនេះបាទនេះបើយោងតាមបទសម្ភាសន៍ដែលលោកប្រាក់សុខុនបានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានបរទេសជាលើកដំបូងដែលចាប់តាំងពីចំនួននេះបានកើតមានឡើងមកហើយលោកថានៅមានពលរដ្ឋកម្ពុជានឹងប្រហែលជាង2សែននាក់បាទជាង2សែននាក់នៅតែមិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញឡើយទេដែលជាបញ្ហាមួយដែលលោកចាត់ទុកថាជាបញ្ហាមួយដែលជាការព្រួយបារម្ភអន្តរជាតិផងដែរដែលត្រូវដោះស្រាយពីព្រោះវាតកតងជាមួយនឹងបាទអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាបាទហើយវាជារឿងមួយដែលបាទលើពីសន្តិភាពនៅក្នុងតំបន់ពីព្រោះអីបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg ក៏គាត់បានឲ្យដឹងដែរថាបើទោះបីជាមានបទជប់បាញ់គ្នានឹងហើយបាទដោយដែលប្រិមត្តបានដឹងគឺសារព័ត៌មាន Bloomberg ក៏ថាទោះបីជាមានបទជប់បាញ់គ្នានឹងហើយក៏ដោយក៏ថៃនឹងនៅតែយកកុងតឺន័របាទកុងតឺន័រមកដាក់នៅតាមបណ្ដោយព្រំដែនហ្នឹងបាទហើយនឹងដាក់តម្លើងរបងលូបន្លាដែលរារាំងមិនឲ្យប្រជាពលរដ្ឋវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញបាទអញ្ចឹងនេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg ណាគាត់ដកស្រង់អ្វីដែលជាការព្រួយបារម្ភរបស់រដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាបានបញ្ជាក់ឲ្យដឹងចឹងបាទអញ្ចឹងហើយគឺបើតាមរដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាក៏បានបញ្ជាក់ថាគឺកម្ពុជានឹងនៅតែបញ្ញាចិត្តបាទរក្សានៅបទជប់បាញ់គ្នាដោយសារតែមានហេតុផលច្រើនដែលកម្ពុជាត្រូវតែរក្សាបទជប់បាញ់គ្នានេះហើយក៏បានអំពាវនាវឲ្យប្រទេសថៃគឺអនុវត្តការបដិញ្ញាចិត្តនឹងដូចគ្នាក្នុងការរក្សានិងគោរពបទជប់បាញ់គ្នានេះបាទនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានBloomberg ណាបាទសារព័ត៌មាន Bloomberg ហើយនៅក្នុងសេចក្តីរាយការណ៍មួយទៀតរបស់ខាងសារព័ត៌មានខាងភាគីថៃវិញដូចជាខៅសូនហ្នឹងបាទគាត់ក៏បានរាយការណ៍ផងដែរអំពីលទ្ធផលឬក៏ជំនួបរវាងបាទលោកឧបការីរដ្ឋមន្ត្រីជាមួយនឹងខាងមេបញ្ជាការយោធារបស់ខាងភាគីថៃបាទនៅក្នុងពេលហ្នឹងគឺខាងភាគីថៃគាត់ព្យាយាមបញ្យល់ទៅដល់លោកឧបការីថាប្រទេសថៃមិនមែនជាអ្នកឈ្លានពានទេដោយដែលកម្ពុជាបានលើកឡើងនោះទេខាងមេតបថៃហ្នឹងគាត់បាននិយាយថាគឺកម្ពុជាជាអ្នកផ្សព្វផ្សាយនៅព័ត៌មានមិនពិតដែលចោទថៃថាជាអ្នកឈ្លានពាននេះបើយោងតាមប្រភពរបស់ខាងយោធាថៃដែលសារព័ត៌មាននោះបានដកស្រង់ហើយអ្នកដែលនិយាយបែបនេះគឺមេបញ្ជាការយោធាគឺលោកឧត្តមសេនីយ៍ផាណាក្លូផ្លុតធុកបាទគាត់បានលើកបែបនេះនៅពេលដែលជួបជាមួយនឹងលោក Michael George December បាទដែលជាឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ាហើយនិងកិច្ចការតំបន់ប៉ាស៊ីហ្វិកនេះហើយគឺក្នុងពេលនោះគឺមានឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសថៃហ្នឹងគឺលោក Sean Kotaro O'Neill ក៏បានមានវត្តមាននៅក្នុងពេលនោះផងដែរគឺពេលនេះជួបគ្នានៅឯទីបញ្ជាការរបស់យោធាថៃនៅក្នុងទីក្រុងបាងកកនឹងតែម្ដងដើម្បីនិយាយអំពីកិច្ចសហប្រតិបត្តិការពីរឿងបទជប់បាញ់ហ្នឹងក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសថៃផងដែរអញ្ចឹងគឺបានន័យថាបើយោងតាមភាគីថៃគឺនៅក្នុងការពិភាក្សាហ្នឹងគឺនិយាយច្រើនណាលើសពីបញ្ហាបទជប់បាញ់គ្នាគឺមានកិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគតផងដែរ
ចឹងប្រិមិត្តអាចយល់បានដោយសារតែថៃគឺជាសម្ព័ន្ធមិត្តសន្ធិសញ្ញាជាមួយនឹងសហរដ្ឋអាមេរិកបាទអញ្ចឹងដូចជាថៃគាត់មានឱកាសច្រើននៅក្នុងការនិយាយរឿងផ្សេងទៀតទាក់ទងជាមួយនឹងសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរនេះហើយនៅក្នុងពេលហ្នឹងគឺខាងប្រតិភូរបស់សហរដ្ឋអាមេរិកក៏បានថ្លែងអំណរគុណមកនេះបើយោងតាមកាសែតថៃណាបាទក៏បានថ្លែងអំណរគុណទៅដល់ខាងយោធាថៃដែលបាទបានចូលរួមក្នុងការអនុវត្តបទជបាញ់គ្នានឹងផងដែរធ្វើយ៉ាងណាឲ្យមានបទជបាញ់គ្នានេះឲ្យបានថិតថេររឹងមាំតទៅមុខទៀតកុំឲ្យមានបញ្ហាអ្វីកើតឡើងបាទហើយក្នុងពេលហ្នឹងគឺថៃក៏បានជារការនិយាយយកល្អពីខ្លួនថាខ្លួនបានអនុវត្តតាមច្បាប់អន្តរជាតិគឺដោះលែងយុទ្ធជនទាំង18នាក់របស់កម្ពុជាដែលឃុំឃាំងនឹងស្របទៅតាមច្បាប់អន្តរជាតិច្បាប់គោលការណ៍មនុស្សធម៌របស់អន្តរជាតិបាទដោះលែងទៅវិញហើយទន្ទឹមនឹងនោះក៏មានការពិភាក្សាគ្នាទៅលើការធ្វើសមយុទ្ធយោធារួមគ្នាគឺទៅលើ Cobra Gold បាទ Cobra Gold ហើយនឹងកិច្ចសហប្រតិបត្តិការទៅលើការផ្លាស់ប្ដូរបច្ចេកវិទ្យាបន្ថែមទៀតក្នុងនោះគឺបើយោងតាមសារព័ត៌មានថៃគឺបាននិយាយថាថៃនឹងគឺគាត់មានការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទៅលើបច្ចេកវិទ្យាសង្គ្រាមបច្ចេកវិទ្យាអេឡិចត្រូនិកបាទសង្គ្រាមអេឡិចត្រូនិកផងដែរក៏ដូចជាពិភាក្សាគ្នាអំពីបច្ចេកវិទ្យា drone ហើយនឹងប្រព័ន្ធទប់ស្កាត់ drone ផងដែរហើយនឹងក៏ដូចជាការចែករំលែកព័ត៌មានចារកម្មហើយនឹងក៏គ្រប់គ្រងទៅដល់ការពង្រឹងអាវុធសម្រាប់ការការពារជាតិក៏ដូចជាការពារអធិបតេយ្យភាពរបស់ថៃប្រឆាំងនឹងការឈានពានណាមួយនៅក្នុងពេលខាងមុខផងដែរបាទនេះគឺជាអ្វីដែលសារព័ត៌មានថៃបានរាយការណ៍ទេណាបាទអញ្ចឹងនៅថ្ងៃសៅរ៍នេះតើខាងកម្ពុជានឹងមានសេចក្តីរាយការណ៍យ៉ាងម៉េចយើងចាំមើលទាំងអស់គ្នាផងដែរតើកម្ពុជានឹងធ្វើយ៉ាងម៉េចដែរបាទនៅចំបញ្ចប់ព័ត៌មាននេះខ្ញុំសូមឲ្យយោបល់ផងដែរបើសិនជាខ្ញុំអាចគឺប្រិមិត្តនៅក្នុងប្រទេសកម្ពុជាគឺគួរតែធ្វើជា poster អីមួយតាម Facebook អីចឹង banner អីមួយដាក់ថ្លែងអំណរគុណលោកប្រធានាធិបតី Donald Trump បាទថ្លែងអំណរគុណលោកប្រធានាធិបតី Donald Trump ដែលបានបន្តយកចិត្តទុកដាក់ទៅលើបទជបាញ់ហើយរួមទាំងផ្ដល់ថវិការហូតដល់$45 លានសម្រាប់ការអនុវត្តបទជបាញ់ឲ្យបានរឹងមាំអីចឹងទៅបាទយើងអាចធ្វើអញ្ចឹងដើម្បីថ្លែងអំណរគុណសហរដ្ឋអាមេរិកជាពិសេសលោកប្រធានាធិបតី Donald Trump ផងដែរបាទធ្វើអញ្ចឹងទៅយើងអាចចូល comment នៅសេតាវិមាននៅ State Department នៅ Department of War របស់សហរដ្ឋអាមេរិកមកហើយយើងធ្វើ poster អីចឹងមកបាទ electronic សួរធ្វើដែរយើងយកតែរូបមកហើយយើងដាក់អក្សរទៅអ្នកណាចេះហ្នឹងធ្វើនឹងមកហើយយើង share តាមគ្នាទៅបាទបង្ហោះទៅមុនពេលដែលលោកអញ្ជើញទៅដល់ប្រទេសកម្ពុជាហ្នឹងចូល comment នៅទូតអាមេរិកនៅខ្មែរហ្នឹងបាទដាក់ច្រើនទៅពេលហ្នឹងទូតគាត់ទៅជួបភ្លាមទូតគេរាយការណ៍ឲ្យគាត់បានដឹងហើយបាទនេះគាត់ជាកំណត់មួយណាកំណត់មួយតែប្រិមិត្តអាចអនុវត្តបានប៉ុណ្ណាអីប៉ុណ្ណានឹងអាស្រ័យទៅលើការចាប់អារម្មណ៍របស់ប្រិមិត្តទេខ្ញុំគាត់តែបង្ហើបជាយោបល់ដូចនេះជូនប្រិមិត្តទាំងអស់គ្នាបាទព័ត៌មានទី2នេះគឺសូមបន្តពីរឿងកម្ពុជាហើយនិងថៃដែរគឺនៅថ្ងៃសុក្រម្សិលមិញខាងយោធារបស់ថៃបាទក៏បានធ្វើបទបង្ហាញទៅដល់អនុព័ន្ធយោធារបស់បរទេសប្រចាំនៅប្រទេសថៃផងដែរអំពីស្ថានភាពប្រយុទ្ធគ្នានៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរគឺអ្នកដែលធ្វើហ្នឹងគឺអ្នកគឺជាអគ្គមេបញ្ជាការដែលទទួលបន្ទុកខាងកងទ័ពអាកាសរបស់ប្រទេសថៃតែម្ដងគឺបាទលោកឧត្តមសេនីយ៍សាកេសានកន្ថាបាទសាកេសានកន្ថាគាត់ជាអ្នកធ្វើបទបង្ហាញហ្នឹងគឺនៅថ្ងៃទី9ខែមករាហ្នឹងបាទដោយនៅក្នុងពេលហ្នឹងគឺមានអនុព័ន្ធយោធាបរទេសហ្នឹងគឺមកពីប្រទេសចំនួន22ចូលរួមស្ដាប់បាទដែលនៅក្នុងពេលហ្នឹងគឺគាត់បានបញ្យល់ថាថៃវាប្រហារទៅលើកម្ពុជាកន្លងមកហ្នឹងគឺអនុវត្តតាមច្បាប់ទេបាននៅក្នុងការពារខ្លួនការពារអធិបតេយ្យរបស់ថៃទៅប៉ុណ្ណោះដើម្បីមិនឲ្យមានការចូលឈ្លានពានពីប្រទេសកម្ពុជាបាទហើយការប្រើប្រាស់អាវុធហ្នឹងគឺប្រើអាវុធប្រភេទដែលបាញ់ចំគោលដៅទៅលើគោលដៅយោធាបាទមិនមែនជាគោលដៅស៊ីវិលទេទៅចូលទៅលើគោលការណ៍មនុស្សធម៌អីជាដើមបាទអញ្ចឹងដូច្នេះនេះគឺជាអ្វីដែលខាងភាគីថៃបានលើកឡើងហើយយើងដឹងហើយឃើញដូច្នេះនៅពេលដែលគាត់ធ្វើបទបង្ហាញទៅដល់ខាងអនុព័ន្ធយោធាបរទេសគាត់និយាយថាការដែល
ប្រយុទ្ធគ្នាហ្នឹងគឺដើម្បីការពារអធិបតេយ្យភាពរបស់ថៃទេមិនឲ្យដោយសារតែកម្ពុជាចូលរំលោភចូលទឹកដីរបស់គាត់ហើយគាត់រងការគំរាមកំហែងបាទនេះបើតាមការផ្សាយរបស់សារព័ត៌មានថៃខ្លួនឯងចឹងក៏អត់មានលឺសូ scam ណាគាត់ប្រយុទ្ធដោយសារ scam ឬក៏គាត់ប្រយុទ្ធដោយសារតែមានទៀតតែឃើញទេបាទអញ្ចឹងដូច្នេះយើងអាចមើលតាមចំហរបស់គាត់យ៉ាងពេលដែលគាត់និយាយជាមួយគេហ្នឹងគឺម្ដងចេះម្ដងចោះបាទនៅក្នុងពេលដែលនិយាយកំពុងតែប្រយុទ្ធហ្នឹងគឺអូខ្ញុំកំតិចកាស៊ីណូនេះដោយសារហ្នឹងជា scam មួយកំតិច scam បាទកំតិចផ្ទះប្រជាពលរដ្ឋហ្នឹង scam center ហ្នឹងបាទអញ្ចឹងយើងស្ដាប់យើងទៅពិចារណាអញ្ចឹងបាទអ្វីដែលគាត់និយាយហ្នឹងតើបរទេសគាត់ទទួលយកទេតែសហគមន៍ខ្មែរយើងនឹងយើងទទួលនិយាយតាមគាត់ដោយតែគាត់និយាយម្ដងដោយសាររឿងមានមិនគាត់ចូលប្រយុទ្ធនៅកម្ពុជាទេដល់ពេលពងប្រយុទ្ធគាត់ថាអូដោយសារតែរឿង scam ហ្នឹងបាទគាត់ទៅអញ្ចឹងទេបើមិនមែនមាន scam ហ្នឹងគាត់មិនធ្វើទេឥឡូវនៅពេលដែលចប់រឿងហ្នឹងទៅ brief ឲ្យអនុព័ន្ធយោធាបរទេសគាត់និយាយថាអូជាការមួយដែលគាត់ប្រយុទ្ធនឹងដើម្បីការពារអធិបតេយ្យភាពជាតិរបស់គាត់ទេបាទគឺដោយសាររងការគំរាមកំហែងហើយនឹងទម្លាក់គ្រាប់បែកតែទៅលើគោលដៅយោធាទេតើដូច្នេះតើគោលដៅយោធាមែនឬមិនមែននៅប្រិមត្តបានមើលឃើញខ្លួនឯងហើយអញ្ចឹងហើយបាទជាខ្ញុំតែនិយាយឲ្យនិយាយទៅថាបាទមុននឹងសូត្រតាមថៃហ្នឹងគឺយើងត្រូវប្រយ័ត្នមែនតើណាបាទកុំឆ្ងាញ់សូត្រតាមថៃហ្នឹងពេកបាទថៃគេគាត់និយាយបាទដូចចុះដុល្លារអញ្ចឹងចាំបើយើងកាលពេលដែលគាត់និយាយថា scam យើងសូត្រថា scam តាមគាត់ដែរហ្នឹងឥឡូវគាត់មកនិយាយថាគាត់ការពារអធិបតេយ្យហ្នឹងគឺទៅការពារអធិបតេយ្យជាមួយថៃវិញយ៉ាងម៉េចប្រយ័ត្នមែនតើនៅក្នុងការសូត្រតាមបរទេសហ្នឹងបាទហើយទន្ទឹមនឹងនោះគឺខាងកម្ពុជាបាទខាងកម្ពុជាក៏មានព័ត៌មានផងដែរគឺក៏បានអញ្ជើញខាងក្រុម AOT ហ្នឹងចុះពិនិត្យមើលផលប៉ះពាល់នៃការដែលវាប្រហារដោយយោធាថៃហើយនឹងការរីកបណ្ដាលលុះទៅលើតាមរូបភាពដែលសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាបានបង្ហាញហ្នឹងគឺទៅលើនាំខាង AOT ហ្នឹងទៅមើលច្រកអូស្មាច់ណាច្រកអន្តរជាតិអូស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យបាទនៅខាងហ្នឹងក៏កម្ពុជាបាននាំទៅមើលដែរហើយក្នុងពេលថ្មីនេះគឺខាងក្រសួងការបរទេសរបស់កម្ពុជាហ្នឹងក៏បានធ្វើការបទបង្ហាញជូនទៅដល់អង្គទូតបរទេសនានាដែលប្រចាំនៅក្នុងប្រទេសកម្ពុជាផងដែរបាទអញ្ចឹងរឿងតាក់ទងជាមួយនឹងប្រទេសកម្ពុជាគឺចាប់តែប៉ុណ្ណេះបាទអញ្ចឹងបើសិនជាមានព័ត៌មានអ្វីតាក់ទងជាមួយនឹងដំណើររបស់លោក Mike George Mike តទៅទៀត Mike George Desom ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកនៅប្រទេសកម្ពុជាបាទខ្ញុំនឹងបង្ហោះតាមបណ្ដាញសង្គម Facebook ជូនហើយនឹងបង្ហាញការជូននៅក្នុងកម្មវិធីព័ត៌មានអន្តរជាតិបាទអញ្ចឹងសូមចាប់តែប៉ុណ្ណេះណាបាទអញ្ចឹងដូចតែខ្ញុំនិយាយពីមុនបន្តិចអញ្ចឹង complete ណាបាទ complete បាទតើ complete សរសេរអរគុណនៃលោកតាំងអីទៅបាទគាត់ជាយោបល់ខ្ញុំទេបើសិនជាដូចមានអ្នកសួរខ្ញុំមិនសមថាតើជាពលរដ្ឋតែក្រៅពីជឿលើរដ្ឋាភិបាលកម្ពុជាហ្នឹងតើអាចនឹងធ្វើសកម្មភាពអ្វីបានទៀតបាទនេះជាសកម្មភាពមួយក្នុងចំណោមការសកម្មភាពដែលយើងជាពលរដ្ឋអាចនឹងចូលរួមបានបាទព័ត៌មានទី3បាទព័ត៌មានទី3នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The Wall Street Journal បាទ The Wall Street Journal បានរាយការណ៍ថានៅថ្ងៃសុក្រនេះបាទសុក្រមកនៅសហរដ្ឋអាមេរិកនេះគឺលោកប្រធានាធិបតី Donald Trump បានកោះអញ្ជើញខាងប្រធានក្រុមហ៊ុនប្រេងធំរបស់សហរដ្ឋអាមេរិកហ្នឹងឲ្យមកជួបប្រជុំគ្នានៅសេតាវិមានដើម្បីលើកទឹកចិត្តក្រុមហ៊ុនទាំងអស់នោះឲ្យទៅវិនិយោគទៅលើវិស័យប្រេងនៅក្នុងប្រទេសវេណេស៊ុយអេឡាគឺការប្រកាសរបស់លោកប្រធានាធិបតីហ្នឹងគឺកើតមានឡើងក្រោយពីខាងសហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការពិសេសចាប់លោកប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡាលោក Nicolas Maduro យកមកកាត់ទោសនៅសហរដ្ឋអាមេរិកនេះពាក់ព័ន្ធជាមួយនឹងអាវុធហើយនឹងគ្រឿងញៀនដែលនាំចូលមកសហរដ្ឋអាមេរិកហើយឥឡូវនេះវេណេស៊ុយអេឡាគឺមានប្រធានាធិបតីបណ្ដោះអាសន្ននៅក្នុងប្រទេសមុនពេលដែលរៀបចំការបោះឆ្នោតឡើងវិញអញ្ចឹងគឺខាងសហរដ្ឋអាមេរិកគឺលោក Donald Trump លោកទទូចថាឥឡូវនេះគឺខាងប្រេងរបស់ខាងវេណេស៊ុយអេឡាសហរដ្ឋអាមេរិកជាអ្នកគ្រប់គ្រងទៅលើការលក់និងការចំណាយមកហ្នឹងអញ្ចឹងហើយចង់ឲ្យក្រុមហ៊ុននានាដែលមានក្រុមហ៊ុនធំដូចជា Chevron, Exxon បាទ Philip Conoco Philip ឯហ្នឹងគឺទៅវិនិយោគនៅកន្លែងហ្នឹងហើយលោក Trump លោកទទូចថាគួរតែដាក់ទុនប្រមាណជា$100,000 លានទៅដើម្បីធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់វេណេស៊ុយអេឡាបាន
การឡើងបាទហើយនឹងអាចបំពេញបានច្រើនពីព្រោះប្រទេសវេណេស៊ុយឡាគឺជាប្រទេសដែលមានធនធានរ៉ែព្រៃហ្នឹងគឺច្រើនជាងគេក៏ប៉ុន្តែក្រុមហ៊ុននៅស្ទាក់ស្ទើរនៅឡើយណានៅស្ទាក់ស្ទើរនៅឡើយគឺពួកគាត់ចង់ឲ្យមានការធានាសន្តិសុខឲ្យបានច្បាស់ពេលដែលក្រុមហ៊ុនដាក់ទៅហ្នឹងគឺมันមានជួបបញ្ហាអ្វីជាមួយនឹងអាជ្ញាធរមូលដ្ឋានហើយឬក៏ក្រុមកែងក្រុមអីនៅទីនោះទេដែលលោកប្រធានាធិបតីនៅក្នុងពេលឆ្លើយជាមួយនឹងអ្នកសារព័ត៌មានលោកថាអាចនឹងមានកងកម្លាំងសន្តិសុខរបស់សហរដ្ឋអាមេរិកទៅជួយការពារក្រុមហ៊ុនទាំងអស់នោះដែរនឹងផ្ដល់ការការពារផងដែរបាទអញ្ចឹងក្រុមហ៊ុនគាត់នៅមិនទាន់សម្រេចចិត្តនៅឡើយទេនៅក្នុងការចូលទៅវិនិយោគនៅក្នុងប្រទេសវេណេស៊ុយឡានោះហើយលោកប្រធានាធិបតីដូណាល់ត្រាំក៏លោកបាននិយាយដូចជាព្រមានផងដែរគាត់លោកថាប្រសិនបើអ្នកទាំងអស់គ្នាអត់ចង់ទៅទេបាទឲ្យខ្ញុំដឹងណាពីព្រោះខ្ញុំមានមនុស្ស25នាក់ទៀតដែលអត់មានចូលមកប្រជុំនៅថ្ងៃនេះប៉ុន្តែពួកគេចង់ចូលទៅវិនិយោគនៅកន្លែងនោះបាទអានេះជាតាក់ទិចនៃការចរចារបស់លោកប្រធានាធិបតីដូណាល់ត្រាំណាបាទលោកបាននិយាយថាឥឡូវហ្នឹងគឺសហរដ្ឋអាមេរិកនិងវេណេស៊ុយឡាបានបញ្ញានឹងធ្វើកិច្ចការនឹងជាមួយគ្នាដើម្បីកសាងប្រទេសឡើងវិញហើយនឹងជាពិសេសគឺកសាងហេដ្ឋារចនាសម្ព័ន្ធប្រេងនិងឧស្ម័នបាទរបស់ខាងវេណេស៊ុយឡាហ្នឹងអញ្ចឹងដូច្នេះវាអត់មានអ្វីជាបញ្ហាទេបាទអញ្ចឹងគឺក្រោយពីបាននិយាយដូច្នេះហើយគឺលោកប្រធានាធិបតីបានជួបចរចាជាមួយនឹងក្រុមហ៊ុនទាំងអស់នោះបទវាដោយមានការសន្យាជាច្រើនដែលមិនទាន់បានដឹងនៅឡើយទេប៉ុន្តែនៅក្នុងសន្និសីទសារព័ត៌មានគឺលោកប្រធានាធិបតីដូណាល់ត្រាំលោកសម្ដែងនៅរបៀបថាសុទ្ធិធិនិយមបាននៅក្នុងការដែលនឹងមានក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកបន្ថែមទៀតដែលចូលទៅវិនិយោគទៅលើវិស័យប្រេងនៅក្នុងប្រទេសវេណេស៊ុយឡាពីព្រោះអីរាល់ថ្ងៃនេះគឺនៅតែក្រុមហ៊ុន Chevron មួយទេបាទគឺដែលកំពុងតែធ្វើការនៅក្នុងប្រទេសនោះបាទដូចជាក្រុមហ៊ុន Exxon Mobil ConocoPhillips អីហ្នឹងគឺបាទមិនទាន់មានសញ្ញាបាទសញ្ញាថានឹងទៅទេគាត់បង្ហាញថាមានចេតនានៅក្នុងការពិនិត្យមើលលទ្ធភាពនៃការទៅវិនិយោគនៅទីនោះបាទពីព្រោះក្រុមហ៊ុនគេមានទុនរបស់គេច្រើនគេមិនងាយយកទុនរបស់គេទៅបោះចោលទេបើសិនជាគ្មានការធានាណាបាទនេះគឺជាព័ត៌មានទី3រីឯព័ត៌មានទី4វិញគឺលោកពូទីនបានបញ្ជូនសញ្ញាព្រមានថ្មីមួយទៀតហើយទៅដល់ប្រទេសអ៊ុយក្រែនហើយនឹងបច្ចឹមប្រទេសបាទដោយលោកបានបាញ់មីស៊ីលប្រភេទលឿនជាងសម្លេងគឺរហូតដល់5ដងហ្នឹងគឺ hypersonic បាទមីស៊ីល hypersonic ហ្នឹងបាញ់ដាក់ទីក្រុងគៀវតែម្ដងបាទបាញ់ដាក់ទីក្រុងគៀវដោយប៉ះចំទៅលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីបាទអគ្គិសនីរបស់ប្រទេសអ៊ុយក្រែននៅទីក្រុងគៀវដែលធ្វើឲ្យមនុស្សជាច្រើនបានបាត់បង់អគ្គិសនីប្រើប្រាស់បើតាមលោកអភិបាលក្រុងគៀវគាត់បាននិយាយថាគឺមានអគារប្រមាណជា76,000បានន័យថាពាក់កណ្ដាលទីក្រុងតែម្ដងគឺអត់មានភ្លើងប្រើប្រាស់ដោយសារតែការខូចខាតរោងចក្រអគ្គិសនីនិងដាច់ប្រព័ន្ធអគ្គិសនីនឹងក្នុងខណៈពេលដែលបាទគឺនៅក្នុងប្រទេសអ៊ុយក្រែនគឺអាកាសធាតុត្រជាក់ខ្លាំងដែលត្រូវការកម្ដៅដើម្បីរស់នៅបានអញ្ចឹងហើយបានជាលោកអភិបាលក្រុងលោកថាប្រសិនបើអ្នកណាមានបងប្អូននៅខាងក្រៅបាទសូមចេញពីទីក្រុងសិនទៅចេញពីទីក្រុងទៅនៅជាមួយបងប្អូននៅខាងក្រៅសិនទៅពីព្រោះឥឡូវនេះវារងាខ្លាំងកុំសម្ងំរងាដោយអត់មានភ្លើងប្រើនៅក្នុងទីក្រុងបែបនេះបាទនេះគឺជាការវាប្រហារដ៏ធ្ងន់មួយទៀតហើយពីព្រោះអីមីស៊ីល hypersonic ហ្នឹងគឺរុស្ស៊ីបានបាញ់ម្ដងដែរកាលពីខែវិច្ឆិកាឆ្នាំ2024បាទជាការព្រមានដែលបញ្ជាក់ថារុស្ស៊ីសម្រេចបានហើយឥឡូវអាចបាញ់បានមិនសូវមានប្រព័ន្ធការពារដែនអាកាសណាអាចទប់បានអញ្ចឹងរុស្ស៊ីគាត់នៅសល់អានឹងមួយទៀតដែលនឹងអាចនឹងប្រើបាទហើយតាមសេចក្តីរាយការណ៍គឺបានឲ្យដឹងថារុស្ស៊ីគាត់ប្រើមីស៊ីលនេះគឺក្នុងពេលដែលកិច្ចព្រមព្រៀងសន្តិភាពកិច្ចព្រមព្រៀងបទជុំបាញ់គ្នាដែលរៀបចំដោយសហរដ្ឋអាមេរិកហ្នឹងឥឡូវនេះចាប់ផ្ដើមបាទមានន័យថារង្គោះរង្គើដែលប្រហែលជាមិនអាចសម្រេចបានទេហើយទន្ទឹមនឹងនោះគឺខាងសម្ព័ន្ធមិត្តប្រចាំប្រទេសរបស់ខាងអ៊ុយក្រែនបាទអ៊ុយក្រែនគាត់ថាបើសិនជាមានបទជុំបាញ់គ្នាគឺពួកគាត់នឹងបញ្ជូនទាហានទៅឈរជើងនៅអ៊ុយក្រែនដើម្បីជួយធានាថាមិនឲ្យមានការប្រយុទ្ធគ្នាឡើងវិញបាទពេលនោះគឺជាការមួយ
ប្រយុទ្ធទល់មុខគ្នាណាជាមួយនឹងខាងសមាជិកនៃអង្គការអូតុងណាបាទហើយរុស្ស៊ីគាត់មិនពេញចិត្តប៉ុន្មានទេហើយបើតាមពីមានកម្លាំងគឺបញ្ជាក់ឲ្យដឹងថាការដែលរុស្ស៊ីប្រើមីស៊ីល hypersonic នៅពេលនេះគឺជាការសងសឹកទៅនឹងអ្វីដែលរុស្ស៊ីចោទប្រកាន់ថាអ៊ុយក្រែនបានប្រើប្រាស់ drone វាយប្រហារទៅលើលំនៅឋានរបស់លោក Vladimir Putin ប្រធានាធិបតីនៃប្រទេសរុស្ស៊ីនឹងបាទក៏ប៉ុន្តែអ៊ុយក្រែនគាត់បានប្រកែកថាគាត់មិនបានវាយប្រហារនោះទេហើយសូម្បីតែប្រធានាធិបតីសហរដ្ឋអាមេរិកនាពេលថ្មីៗនេះបានយោងទៅលើរបាយការណ៍ចារកម្មរបស់សហរដ្ឋអាមេរិកនឹងបាននិយាយថាប្រហែលជាគ្មានការវាយប្រហារផងទេបាទលោកចង់និយាយថារឿង drone វាយប្រហារវិមានរបស់លោកពូទីនហ្នឹងគឺប្រហែលជារឿងមួយដែលគេបង្កើតឡើងទេខាងរុស្ស៊ីបង្កើតឡើងទេបាទលោកត្រាំគាត់និយាយបែបហ្នឹងគាត់ថាប្រហែលជាវាអត់មានរឿងហ្នឹងផងហ្នឹងដំបូងឡើយលោកដូចជាបន្ទោសអ៊ុយក្រែនណាតែមិនគួរណាទៅវាយប្រហារអញ្ចឹងស្រាប់ក្រោយមកគឺលោកបែរជាថាអត់មានរឿងអីវាយប្រហារផងហ្នឹងហើយអ៊ុយក្រែនគាត់ប្រកែកតាំងពីដើមទីមកបាទនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំរៀបចំសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងអញ្ចឹងសូមអរគុណប្រិយមិត្តដែលចូលមកទទួលការចែករំលែកព័ត៌មានរបស់ខ្ញុំនេះសូមជម្រាបលា